របស់ឲ្យក៏ដោយគឺវាមានគុណសម្បត្តិនិងគុណវិបត្តិបើតែគុណវិបត្តិរបស់ disjunctor ឆក់លោតនេះបាទគឺវាលក្ខណៈថាបាទជំរាបសួរបងប្អូនប្រិយមិត្តបាទក្នុងបណ្ដាញសង្គម YouTuber ទាំងអស់បាទដូចជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងអ្នករៀនអគ្គិសនីទាំងអស់បាទថ្ងៃនេះដែរខ្ញុំមានវីដេអូមួយបាទនិយាយពី disjunctor បាទ disjunctor 3ប្រភេទដែលខ្ញុំលើកមកនិយាយបាទគឺMCB OCCB និង OCBO បាទថ្ងៃនេះដែរយើងលើកបង្ហាញពី disjunctor 3ចំណុចហ្នឹងបាទចែកជូនបាទសិស្សានុសិស្សបាទដូចជាបងជាងបាទដែលគាត់ធ្វើការខាងផ្នែកអគ្គិសនីបាទដែលមានទាំងភាសាបច្ចេកទេសនិងភាសាជាងបាទហើយថា disjunctor 3នេះវាមានទូនាទីធ្វើការបែបណាបាទចំពោះការងារអគ្គិសនីបាទថ្ងៃនេះខ្ញុំនឹងនិយាយច្បាស់ពីទូនាទីរបស់ disjunctor បាទហើយមួយនេះដែរគឺជាប្រភេទ disjunctor គេហៅថា MCB បងប្អូនបាទ MCB ឬ CB នេះបាទពាក្យពេញរបស់វាគឺ miniature បាទ circuit breaker បាទគេហៅថា MCB នឹងបាទ disjunctor ធម្មតាដែលយើងប្រើបាទសម្រាប់ភ្ជាប់បាទចរន្តអគ្គិសនីបាទហើយនេះគឺជា MCB ដែរបាទតែវាមួយប៉ូលបាទ MCB វាមានច្រើនបងប្អូនវាមាន4ប៉ូល3ប៉ូល2ប៉ូល1ប៉ូលបាទហើយមួយប៉ូលនេះគេប្រើដើម្បីបែងចែកបាទចរន្តទៅតាមតំបន់ដែលយើងប្រើប្រាស់បាទហើយ3ប៉ូលនេះដែរគឺយើងប្រើបាទគឺជា circuit មេបាទ disjunctor មេបាទដែលយើងយកទៅប្រើប្រាស់បាទនៅក្នុងផ្ទះរបស់យើងហ្នឹងបាទ disjunctor មេចេញពី disjunctor មេយើងចូល disjunctor តូចបាទបែងចែកទៅម៉ាស៊ីនត្រជាក់ម៉ាស៊ីនទឹកក្តៅ free អំពូលហើយហ្នឹងបងប្អូននេះបាទនេះជា disjunctor 2ប៉ូលបាទហើយ disjunctor នេះដែរគឺវាមានទូនាទីបាទភ្ជាប់នឹងផ្ដាច់ចរន្តបាទនៅពេលដែលគប់ circuit គឺ disjunctor ហ្នឹងគឺមានទូនាទីប៉ុណ្ណឹងទេបាទដែលគេហៅថា disjunctor ធម្មតាបាទហើយយើងនឹងមាន disjunctor 2ប្រភេទទៀតបាទសម្រាប់ចែកជូនបាទតើទូនាទីនឹងការដំណើរការវាយ៉ាងណាបាទហើយនេះគឺជាប្រភេទ disjunctor 1ប៉ូល2ប៉ូល3ប៉ូលធម្មតាទេនេះបងប្អូនគឺជាប្រភេទ disjunctor មួយទៀតដែលគេហៅថា OCCB បាទឬក៏ OCD ហ្នឹងបាទពាក្យពេញរបស់វាគឺ residual current circuit breaker បាទហើយវាមានដូចគ្នាអញ្ចឹងវាមាន4ប៉ូលវាមាន2ប៉ូលបាទហើយ1ប៉ូលហ្នឹងក៏មានដែរតែភាគតិចគេប្រើវាបាទហើយ disjunctor OCCB នេះបាទដែលភាសាជាងយើងហៅថា disjunctor differential គេហៅនិយាយថាសាមញ្ញ disjunctor ឆក់លោតបងប្អូនបាទនេះហើយបាទជារូបភាពបាទដូចជាពាក្យពេញរបស់វាបាទហើយ disjunctor នេះវាដំណើរការយ៉ាងម៉េចបងប្អូនគឺវាទី1បាទវាជួយការពារពេលដែលឆក់បាទពេលដែលឆក់ព្រោះ disjunctor នេះគឺវាកណនីបងប្អូនពេលណាដែលវាបាត់បង់ចរន្តវានឹងលោតផ្ដាច់អូតូបាទអញ្ចឹង disjunctor នេះនៅពេលដែលវាមានការលេចធ្លាយចរន្តបាទដូចទៅតាមខ្សែឬទៅកន្លែងណាមួយបើយើងអត់ដឹងបាទទៅលើឧបករណ៍បាទនិយាយខ្លីទៅពេលដែលវាបាត់បង់ចរន្តវាវិលវិញអត់គ្រប់បានន័យថាវានឹងលោតផ្ដាច់អូតូបាទឧទាហរណ៍ថាបងប្អូនឆ្លងខ្សែរបស់បងប្អូនឆ្លងបាទគៀបដាច់កន្លែងណាមួយដែលវាអាចជ្រាបចរន្តទៅលើតួឧបករណ៍ឬក៏បងប្អូនកាន់ប៉ះវាបាទពេលណាដែលវាកណនីថាឃើញថាចរន្តវាអត់គ្រប់បាទកម្លាំងឆក់វាគឺ30មីលីអាំពែណាបាទវានឹងធ្វើការលោតផ្ដាច់បាទអញ្ចឹង disjunctor នេះវាមានប្រយោជន៍ការពារឆក់បាទហើយមួយទៀតបងប្អូនវាការពារពេលលើសបន្ទុកបងប្អូនលើសបន្ទុកបាទពេលដែលមានគេហៅថាផ្គររន្ទះបាតុភូតធម្មជាតិបាទពេលដែលបងប្អូនដាក់ហ្នឹងវាច្រើនគឺវាលោតបាទពេលដែលបាតុភូតធម្មជាតិកើតឡើងវាបាញ់វាអីហ្នឹងបាទវានឹងលោតបាទអញ្ចឹង disjunctor នេះវាជួយការពារបានច្រើនតែវាមានគុណវិបត្តិវាដែរបាទគុណសម្បត្តិរបស់វាគឺវាជួយការពារឆក់បាទការពារការជ្រាបចរន្តបាទវានឹងធ្វើការលោតផ្ដាច់ហើយមួយទៀតគឺវាការពារពេលដែលលើសបន្ទុកបាទនិយាយរួមរបស់ឲ្យក៏ដោយគឺតែគប់ circuit គឺទូផ្សេងបងប្អូនឬក៏
ការប្រើប្រាស់លើបន្ទុកបាទ discounter នេះគឺវាធ្វើការនិយាយរួមរបស់ឲ្យក៏ដោយគឺវាមានគុណសម្បត្តិនិងគុណវិបត្តិប៉ុន្តែគុណវិបត្តិរបស់ discounter ឆក់លោតនេះបាទគឺវាលក្ខណៈថាវាពិបាកបាទពិបាកនៅពេលដែលយើងរៀបចំវាពិបាកបាទពិបាកនៅពេលដែលយើងរៀបចំខ្សែអត់ស្អាតវានឹងធ្វើការលោតបាទបើកលោតបាទឬក៏ជៀបច្រន់ទៅកន្លែងណាមួយបន្តិចក៏ដោយក៏វាលោតដែរបាទគុណសម្បត្តិរបស់វានេះបងប្អូនពេលដែលមានប៉ាតភូតរន្ទះប៉ាតភូតអីហ្នឹងបាទពេលណាដែលបាញ់មកវាធ្វើឲ្យច្រន់អគ្គិសនីជ្រាបចូលខ្សែបាទធ្វើឲ្យលើបន្ទុកអញ្ចឹង discounter នេះក៏លោតដែរបាទនេះជាគុណសម្បត្តិរបស់វាបាទប៉ុន្តែគុណវិបត្តិរបស់វាក៏បាក់ដែរបងប្អូនចង់ដាក់ discounter ប្រភេទហ្នឹងបងប្អូនត្រូវតែរៀបចំប្រព័ន្ធខ្សែភ្លើងឲ្យបានស្អាតបាទជៀសវាងកុំឲ្យមានការឆ្លងបើបងប្អូនសូម្បីតែប្រអប់ភ្លើងបងប្អូនឬក៏តាម free តាមអីមានសัตว์ចូលចិញ្ចក់សម្ោចអីបាទឬក៏សើមអីដែលមានការឆ្លងចរន្តក៏ discounter នេះលោតដែរបងប្អូនបាទនេះវាកាលណាដែលវាបាត់បង់ចរន្តបាទហើយកម្លាំងការពារឆក់របស់វានឹងគឺ30 មីលីអាំពែបាទនេះជាគុណវិបត្តិរបស់វាបាទអញ្ចឹងមុននឹងបងប្អូនសម្រេចចិត្តដាក់វាបងប្អូនត្រូវរៀបចំប្រព័ន្ធខ្សែបាទក៏ដូចជាការពារប្រអប់ភ្លើងប្រអប់ free បាទឲ្យបានត្រឹមត្រូវកុំឲ្យមានសត្វចូលដូចជាសម្ោចចិញ្ចក់ឬក៏អីហ្នឹងបងប្អូនកាលណាវាចូលទៅវាងាប់ស្អុយឬក៏វាឆ្លងបាទវាអាចនឹងមានទឹកជៀបទឹកអីចូលអញ្ចឹងនៅក្នុងកុងតាក់របស់យើងគឺ 100% វានឹងលោត discounter នេះបាទហើយនេះដែរជាគុណវិបត្តិរបស់វាបាទគុណសម្បត្តិរបស់វាក៏វាល្អដែរវាជួយការពារពេលដែលយើងឆក់បាទហើយវាជួយការពារពេលដែលលើបន្ទុកបាទមានជ្រាបចរន្តលើបន្ទុកបាទវានឹងកាត់ផ្ដាច់បាទមិនឲ្យគឺឆ្លងចរន្តទៅឧបករណ៍របស់យើងខូចបងប្អូនបាទកាលណាដែលយើងអត់ដាក់នេះទៅវាអាចនឹងពេលមានបាតុភូតផ្ទះអីចឹងទៅបាទវាជ្រាបបាទវាជ្រាបចូលបាទអញ្ចឹងវាធ្វើឲ្យឧបករណ៍ចឹងខូចហើយមួយប្រភេទនេះដែរគេហៅថា OCBO បាទនេះប្រភេទ OCBO បាទ OCBO រូបរាងវាស្តៀងទៅនឹង OCCB ទេបងប្អូនបាទប៉ុន្តែគ្រាន់តែ OCBO បាទគឺជា discounter មួយបាទដែលបូកផ្សំរវាង MCB ជាមួយនឹង OCCB បាទគេហៅថា discounter ធម្មតាហ្នឹងបូកជាមួយនឹង discounter ឆក់លោត differential គឺស្មើនឹង OCBO មួយគ្រាប់បាទនេះបងប្អូននេះ OCCB បាទបូកជាមួយនឹង MCB ស្មើនឹង OCBO បាទមាន discounter ឆក់លោតបូកជាមួយនឹង discounter ធម្មតាស្មើនឹង discounter OCBO មួយគ្រាប់បាទអញ្ចឹងមួយគ្រាប់នេះវាស្មើនឹង2វាជួយការពារបាទបានទាំងការខ្ទុះសេលើសបន្ទុកបាននឹងទាំងការពារឆក់បាទនឹងការជៀបចរន្តបាទវាបានច្រើនបាទអញ្ចឹងគេបូកចូលគ្នាបាទដើម្បីឲ្យមានការងាយស្រួលក្នុងការភ្ជាប់ឬក៏មានសភាពតូចជាងមុនបាទក៏មកមានពិបាកក្នុងការប្រើប្រាស់បាទអញ្ចឹងគេបង្កើតមកតែមួយតែម្ដងទៅបាទបើយើងអត់ចង់ដាក់តែមួយទេយើងចង់ដាក់2ក៏បានដែរបាទមាន MCB ធម្មតានិង OCCB បាទ discounter differential បាទហើយ discounter OCBO នេះបាទពាក្យពេញរបស់វានេះបងប្អូន Resexual បាទ Sequence breaker with overload current បាទនេះជាពាក្យពេញរបស់វាបាទហើយបងប្អូនត្រូវដឹងបាទជាពិសេសគឺសិស្សានុសិស្សដែលរៀនផ្នែកអគ្គិសនីបាទប្រភេទ discounter ទាំងអស់ត្រូវដឹងបាទពាក្យពេញនិយមន័យរបស់វាបាទកុំឲ្យគេសួរទៅយើងអត់ដឹងខ្មាស់គេហ្នឹងហើយថ្ងៃនេះដែរខ្ញុំលើកតែ3 discounter ទេមកបង្ហាញចែកជូនដល់បងប្អូនសិស្សានុសិស្សបាទសម្រាប់ discounter តង់សង់ខ្ពស់និងតង់សង់មធ្យមគឺខ្ញុំអត់លើកមកនិយាយទេនេះខ្ញុំនិយាយតែ discounter ដែលប្រើប្រាស់ក្នុងផ្ទះយើងធម្មតាបាទព្រោះទី discounter នេះភាគច្រើនគឺគេប្រើបាទបើតង់សង់ HV និង MV ខ្ញុំអត់លើកមកនិយាយទេបាទនេះបងប្អូន discounter 2គ្រាប់បូកជាមួយនឹងគឺស្មើនឹង OCBO បាទអញ្ចឹងខ្ញុំ recommend ថាឲ្យបងប្អូនដាក់ discounter OCBO ទៅបាទដើម្បីការពារទី1ការ
គប់ស៊ីគ្វីបាទផ្ទុះសេហ្នឹងឌីសង់ទ័រត្រូវការលុបដាច់ទី2គឺការប្រើប្រាស់លើបន្ទុកបាទទី3គឺការពីឆក់បាទទី4ហ្នឹងបងប្អូនគឺវាថាការពីពេលដែលមានបាតុភូតរន្ទះកាត់ឡើងបាទជ្រាបចូលខ្សែហ្នឹងវាជួយការពីពេលដែលលើបន្ទុកបាទវានឹងលុបផ្ដាច់អូតូបាទវាធ្វើឲ្យឧបករណ៍យើងអត់ខូចបាទពីច្រើនបងប្អូនឃើញពេលដែលមានកូនផ្ទះឧបករណ៍បងប្អូនដូចជាទូដូចជាអីហ្នឹងវាអាចនឹងឆេះបាទដោយសារមានបាតុភូតផ្ទះតង់សង់ខ្ពស់បាទវាជ្រាបចូលបាទនេះគឺជារបៀបភ្ជាប់បាទវាភ្ជាប់បាទក្លោភ្លើងមកឌីសង់ទ័រធម្មតាចេញពីឌីសង់ទ័រធម្មតាបាទមកឌីសង់ទ័រ differential គឺ OCCB បាទបន្ទាប់ពីហ្នឹងយើងបែងចែកទៅកូនឌីសង់ទ័រតូចបាទដែលយើង connect បាទវាមានឌីសង់ទ័រម៉ាស៊ីនត្រជាក់ឌីសង់ទ័រហ្វ្រីភ្លើងឌីសង់ទ័រមេអំពូលឌីសង់ទ័រសិនតែក្តៅអីហ្នឹងផ្សេងវាមានច្រើនតាមអ្វីដែលបងប្អូនប្រើប្រាស់បាទហើយតាមផ្ទះខ្ញុំសូមរីកមិនឲ្យបងប្អូនប្រើប្រភេទនេះទៅបាទបើសិនដាក់ទៅលោតយើងសុខចិត្តចំណាយពេលដើម្បីស្រាវជ្រាវរកខ្សែណាដែលឆ្លងបាទដើម្បីជិះវៀងបាទការឆក់បាទទៅលើបងប្អូនក្មេងៗក្មួយទូចបាទពួកច្រើនខ្ញុំឃើញតាមព័ត៌មានគឺមានការឆក់មានករណីការឆក់ស្លាប់ច្រើនបាទទាក់ទងជាមួយនឹងចរន្តអគ្គិសនីដោយសារយើងអត់បានដាក់ឌីសង់ទ័រការពារបាទគឺឌីសង់ទ័រ OCCB បាទឌីសង់ទ័រ differential ឆក់លោតហ្នឹងបាទបើសិនជាយើងដាក់ទៅគឺវាជួយបានច្រើនបាទជាពិសេសក្មេងៗបាទដែលគាត់លេង free លេងអីហ្នឹងនឹងមិនជាបញ្ហាបាទអញ្ចឹងបងប្អូនគួរតែឆែកតាមផ្ទះបាទហើយដាក់ឡើងវិញដើម្បីការពារបាទថាការពារក្មេងៗនេះសំបីនៅបងប្អូនផ្ទាល់ក៏ត្រូវតែការពារដែរបាទព្រោះយើងដាក់បាទយើងធ្វើការងារអីក៏ដោយយើងត្រូវដោតព្រីដោតអីចឹងទៅបាទពេលខ្លះយើងមិនចាប់អារម្មណ៍យើងកាន់ចុងខ្សែឬក៏ចំចំណុចណាមួយដែលយើងអត់បានដឹងថាវាឆ្លងចរន្តបាទកាន់ទៅពឹបជាប់ដល់ឆក់បាទនឹងជាបញ្ហាមួយអញ្ចឹងខ្ញុំសូមឲ្យបងប្អូនបាទរៀបចំប្រព័ន្ធអគ្គិសនីឡើងវិញបាទដើម្បីសុវត្ថិភាពនិងការការពារទាំងអស់គ្នាបាទគឺឥឡូវហ្នឹងគឺមានគ្រោះថ្នាក់បាទដោយសារចរន្តអគ្គិសនីច្រើនបាទហើយជាចុងក្រោយបាទសូមអរគុណបាទបងប្អូនបាទលោកគ្រូអ្នកគ្រូសាស្ត្រសិស្សបាទសម្រាប់ការទស្សនានៅរាល់វីដេអូរបស់ខ្ញុំបាទបើសិនជាបងប្អូនបាទសិស្សបែបថ្មីដែលគាត់ទៅចាប់ដើមរៀនឬក៏កំពុងតែរៀនទេបាទគាត់មានចម្ងល់ខាងផ្នែកអគ្គិសនីបាទក៏ដូចជាចង់ចេះហើយចំណុចណាមួយបងប្អូនក៏ដូចជាបងនៅខាងជាងគាត់រីខមមិនខាងក្រៅមកបាទប្រាប់មកថាបងខ្ញុំឆ្ងល់ឡើងនេះបងខ្ញុំចង់ចេះកន្លែងនេះបាទតើបងអាចបង្ហាញពង្រៀនអីទេបាទបើសិនជាខ្ញុំមានពេលទៅនេះខ្ញុំនឹងចូលខមមិនមើលហើយខ្ញុំនឹងឆ្លៀតធ្វើជាវីដេអូបាទដើម្បីចែកជូនចំណេះដឹងអគ្គិសនីដល់បងប្អូនបាទក៏ដូចជាសិស្សានុសិស្សដែលកំពុងតែចាប់ផ្ដើមក្តីដែលកំពុងតែរៀនក្តីបាទខ្ញុំនឹងចែកម្លែកនៅអ្វីដែលខ្ញុំចេះបាទនៅអ្វីដែលខ្ញុំយល់បាទហើយក៏សូមអធិស្ឋានខន្តីអភ័យទោសបាទបងប្អូននៅពេលដែលខ្ញុំមានបកស្រាយមានការខុសឆ្គងបាទលឺលួសឬក៏ខ្វះខាតត្រង់ចំណុចណាបាទសូមលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់បាទមេត្តាអនុគ្រោះនិងអធិស្ឋានបាទព្រោះការបកស្រាយរបស់ខ្ញុំវាខ្លះវាមិនពេញលេញទេបាទប៉ុន្តែគាត់ជាការជំនួយមួយបាទដើម្បីឲ្យយល់បន្ថែមទាក់ទងជាមួយនឹងអគ្គិសនីបាទជាចុងក្រោយសូមអរគុណបាទជូនពរពុកម៉ែបងប្អូនលោកគ្រូជួបតែសំណាងល្អសុខភាពល្អ